មុនហ្នឹងបងលើកនិយាយពីរឿងអាបរឿងអីអញ្ចឹងមានន័យថានៅក្នុងសាសនាបងក៏មានដែរត្រូវអីបងអូខេពាក់ព័ន្ធជាមួយនឹងអបិយជំនឿរឿងអាបរឿងខ្មោចអីហ្នឹងគឺមាននៅក្នុងសាសនាបង គឺមានដូចគ្នាទាំងអស់ហើយក៏ប៉ុន្តែវាចេញមករូបភាពខុសៗគ្នាទេដូចនៅក្នុងថ្ងៃមួយបងក៏ធ្លាប់ជួបដែរអញ្ចឹងកាលពីបងនៅរៀនកាលពីខ្ញុំនៅរៀនណាកាលពីខ្ញុំនៅរៀនពេលហ្នឹងរៀននៅក្នុងនៅខេត្តប៉ោយប៉ែតពេលហ្នឹងរៀនប៉ោយប៉ែតហើយនៅក្នុងសាលាហ្នឹងគឺមានតំបន់រៀងដាច់ស្រយាលដែរចំនួនហ្នឹងហើយវាជាប់ជាមួយនឹងព្រំដែនសៀមនឹងឯងអញ្ចឹងវារៀងដាច់ស្រយាលពេលដាច់ស្រយាលតំបន់ហ្នឹងគេធ្វើវិហារគេធ្វើសាលាក៏ប៉ុន្តែបន្សល់ទុកមួយវិហារចាស់មួយហើយវិហារចាស់មួយហ្នឹងសាងសង់អំពីឈើទេហើយសាងសង់អំពីឈើហើយវាមានដើមឈើវាមានដើមចេកព័ទ្ធជុំវិញហើយដោះនៅលើតបូលអីអញ្ចឹងទៅហើយក៏អត់មានជាងអត់មានអីទេហើយវាដូចជាទ្រង់ចកាសអីទេអញ្ចឹងកន្លែងហ្នឹងគឺដើម្បីអីគេកន្លែងហ្នឹងសម្រាប់ងូតទឹកសាកសពដល់អនាថាកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺជាវិហារចាស់មួយសម្រាប់គេទុកចោលដើម្បីមានសាកសពអនាថាស្លាប់អីគេយកទៅងូតទឹកនៅកន្លែងហ្នឹងរៀបចំសាកសពនៅកន្លែងហ្នឹងហើយខ្មោចអនាថាហ្នឹងអីគេដូចជាឧទាហរណ៍មានគ្រោះថ្នាក់ចរាចរណ៍ឬក៏មានគេសម្លាប់ឬក៏មានអពុធហេតុអីមួយនៅកន្លែងហ្នឹងចិត្តហ្នឹងអ្នកដែលកាន់សាសនាអ៊ីស្លាមគេនឹងយកទៅងូតទឹកកន្លែងហ្នឹងឯងបើសិនអត់មានពូជអម្បូរអីរកឃើញអញ្ចឹងណាដើម្បីគេយកទៅបញ្ចុះកន្លែងហ្នឹងហើយកន្លែងហ្នឹងនៅក្នុងសាលាខ្ញុំហ្នឹងមានកន្លែងគេបញ្ចុះសាកសពដែរអញ្ចឹងនៅក្នុងថ្ងៃមួយមានបងស្រីម្នាក់គាត់ស្រីទេគាត់ធ្វើការរោងចក្រនៅក្បែរនឹងឯងបន្ទាប់មកគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសាសនាបងរាល់សាកសពទាំងអស់គេតម្រូវឲ្យងូតទឹកអញ្ចឹងគេធ្វើដើម្បីអីដែរបងគេលាងសម្អាតសាកសពជាមុនសិនពេលដែលឧទាហរណ៍ថាមុននឹងគេយកទៅបញ្ចុះគេធ្វើតាមទំនៀមទម្លាប់ដើម្បីងូតទឹកសាកសពសម្អាតខ្លួនប្រាណសាកសពលាបទឹកអប់លាបអីហើយលាងកុំឲ្យមានភាពឆ្អាតឆ្អំនៅលើខ្លួនអីអញ្ចឹងទៅដើម្បីយកសាកសពហ្នឹងទៅបញ្ចុះនៅក្នុងភ្នោអញ្ចឹងកន្លែងហ្នឹងគឺត្រូវតែធ្វើតែម្ដងដូចជាឃើញគេចាប់កណាត់សរូមកណាត់សសាកសពអីអញ្ចឹងទៅមុននឹងទៅបញ្ចុះអញ្ចឹងដូចខ្មោចឥណ្ឌូនេស៊ីបាទអាខ្មោចលោម៉ាមីហ្នឹងឯងអញ្ចឹងនៅក្នុងសាសនាអ៊ីស្លាមគេខ្ចប់បែបហ្នឹងឯងគេមានទំនៀមទម្លាប់ដូចគ្នាអញ្ចឹងយើងនិយាយត្រឡប់ទៅក្រោយមកវិញពេលហ្នឹងបងស្រីម្នាក់គាត់បានគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវឡានកិនជើងគាត់មកកណាត់បន្ទាប់មកត្រូវក្បាលចាអញ្ចឹងខួរគាត់រៀងចេញមកក្រៅតិចអញ្ចឹងណាហើយភ្នែកគាត់មកជារៀងហ្នឹងធម្មតាឡានកិនអញ្ចឹងរៀងបែកក្របភ្នែកអញ្ចឹងទៅរៀងហូរឈាមអីអញ្ចឹងទៅហើយឡានពេទ្យគាត់ដឹកមកភ្លាមឡានគាត់ដឹកសាកសពមកភ្លាមហើយចែកដន់ថ្ងៃហ្នឹងអត់មានមនុស្សចាស់នៅក្នុងភូមិហ្នឹងទេមនុស្សចាស់គាត់ទៅប្រជុំនៅភ្នំពេញយើងហ្នឹងមកប្រជុំទាំងអស់គ្នាហើយប្រហែលជាពេលវេលាម៉ោង5ម៉ោង6ហើយសាកសពទៅដល់ប្រហែលម៉ោង6អញ្ចឹងនៅសិតតែក្មេងៗនៅដូចជាកូនសិស្សក្មេងៗប្រុសអីអញ្ចឹងណាប្រហែលជា30នាក់ជាងអញ្ចឹងក្មេងៗប្រុសប្រហែល30នាក់ជាងគេចង់ឲ្យសាកសពនឹងកប់ឆាប់គេអត់ទុកទេដោយសារគឺខ្លាចក្លិនឈាមមានក្លិនស្អុយអីអញ្ចឹងទៅក៏គេទៅជីកភ្នោជីបភ្លាមហ្មងពេលដែលគេទៅជីកភ្នោអ្នកដែលមានកម្លាំងកូនសិស្សធំគេទៅជួយគ្នាជីកដើម្បីឆាប់ហើយ30នាក់ហ្នឹងទៅហើយអ្នកដែលនៅសល់ដូចខ្ញុំរៀងមានតូចជាងគេឲ្យអង្គុយយាមសាកសពហ្នឹងទៅជាមួយនឹងសិស្សស្រីប្រហែលជា 4-5 នាក់ទេអញ្ចឹងពេលដែលអង្គុយយាមសាកសពហ្នឹងយើងនិយាយពីកណាត់ក្របសាកសពហ្នឹងវិញគាត់អត់មានកណាត់ក៏យកភួយរូបតុក្កតាព្រោះឯនៅក្នុងសាសនាខ្ញុំតបំផុតរូបមនុស្សឬក៏រូបតុក្កតា
គេអត់ឲ្យយកទៅក្របសាកសពទេហើយភួយហ្នឹងវាតូចទៀតក្របទៅបើសិនតែយើងទាញក្របក្បាលវាផុតជើងយើងទាញជើងវាផុតក្បាលអញ្ចឹងក៏សម្រេចថាទាញក្របតាក្បាលទេក៏ប៉ុន្តែឃើញអាជើងគាត់ហ្នឹងវាមានឆ្អឹងលៀនចេញមកទៅរៀងខ្ទេចអស់អញ្ចឹងពួកក្មេងៗគាត់ខ្លាចបាទស្រីៗគាត់ខ្លាចក៏ខ្ញុំនឹងអង្គុយសូត្រអញ្ចឹងឯងម្នាក់ឯងប៉ុន្តែបងសុំកាត់តិចពាក់ព័ន្ធមួយភួយហ្នឹងហេតុអីបានគេតំណមអញ្ចឹងពាក់ព័ន្ធជាមួយនឹងភួយហ្នឹងព្រោះអីវាមានរូបភាពពេលដែលមានរូបភាពអារូបភាពហ្នឹងវាអាចព្រលឹងខ្មៅវាចូលបានអញ្ចឹងយើងចំណាំមើលខ្ញុំធ្លាប់ម្ដងដែរអានេះយើងនិយាយកាត់តិចណាខ្ញុំធ្លាប់ម្ដងដែរពេលខ្ញុំគេងនៅក្នុងបន្ទប់មួយហើយវាមានរូបតុក្កតាបូគីម៉ុនវាមានរូបតុក្កតាបូគីម៉ុនហើយខ្ញុំគេងនៅក្នុងបន្ទប់រៀងស្ងាត់អញ្ចឹងឯងនៅសក់អាតុក្កតាហ្នឹងវាលោតពេញតិចហ្មងវាស្រែកហើយធ្វើឲ្យយើងគេងអត់បានទេអញ្ចឹងសម្រាប់អ្នកដែលខ្មោចសកត់អ្នកដែលនេះអីភាគច្រើនពួកគាត់មានអាតុក្កតាទាំងអស់ហ្នឹងនៅក្នុងបន្ទប់ឬក៏នៅក្នុងអីអញ្ចឹងវាឲ្យវាដូចជាវិញ្ញាណអីមួយនៅក្នុងហ្នឹងអញ្ចឹងបាទសម្រាប់ពីព្រោះអីអាប្រភេទវិញ្ញាណខ្មៅវាចូលចិត្តនៅអាបែបហ្នឹងអញ្ចឹងយើងត្រឡប់ទៅចំពោះសាកសពវិញបាទអញ្ចឹងសាកសពបងស្រីគាត់មកប្រហែលជាម៉ោង6ហ្នឹងក៏យើងក្រាលសាកសពឲ្យពួកខ្ញុំក៏អង្គុយសូត្រធម៌ឲ្យអញ្ចឹងទៅពួកខ្ញុំចេះសូត្រធម៌នៅក្នុងសាសនាអ៊ីស្លាមក្មេងៗទាំងអស់គាត់ចេះសូត្រធម៌ទាំងអស់ក៏ប៉ុន្តែតែចេះតិចហើយនឹងច្រើនទេប៉ុណ្ណឹងតាអញ្ចឹងស្រីគាត់នៅសូត្រធម៌ជាមួយគ្នាដំបូងឡើយពេលសូត្រធម៌ជាមួយគ្នាយូរទៅប្រហែលជាម៉ោង 7:06 កន្លះរៀងអង្កត់ទៅពេលហ្នឹងមេឃក៏រៀងសន្ទុំដែរហើយក៏ស្រីគាត់ថាគាត់អត់ទាន់ដាំបាយក៏គាត់សុំខ្ញុំហ្នឹងទៅដាំបាយអញ្ចឹងគាត់ពេលតែគាត់ទៅដាំបាយស្រីធម្មតាគាត់មកជីវងទៅវិញក៏ជីវងដែរបាទគាត់ទៅក្រោកទៅអស់អញ្ចឹងទៅនៅសល់តែខ្ញុំជាមួយនឹងសាកសពទេអញ្ចឹងអ្នកដែលនៅក្នុងរៀនហ្នឹងបើសិនតែបានឃើញវីដេអូជួយ comment ផងតើពិតអត់អញ្ចឹងនៅតែខ្ញុំជាមួយនឹងសាកសពទេពេលហ្នឹងគេទៅពេលទៅអានេះជារឿងពិត 100% អត់មានប្រឌិតទេអ្នកដែលនៅក្នុងភូមិហ្នឹងគាត់ដឹងអញ្ចឹងពេលហ្នឹងខ្ញុំសូត្រដំបូងខ្ញុំនៅចិត្តសាកសពសាកសពនៅមុខហ្នឹងវាឆ្ងាយពីមួយចំហៀនទេមួយឆ្អាមទេជាមួយសាកសពហ្នឹងខ្ញុំសូត្រចាប់ផ្ដើមឆ្មាខំគ្នានៅលើដបូលវាស្រេចងៅឆ្មាខំគ្នាវាស្រែកហើយចាប់ផ្ដើមរៀងខ្យល់មកខ្លាំងហ្មងខ្យល់មកបករៀងវើយខ្យល់ត្រជាក់ទៀតវាបកមករៀងដូចចិត្តភ្លៀងអញ្ចឹងវាបកឲ្យអាឆ្មាខំគ្នាហ្នឹងវាលោតមកនៅលើអាក្តារចិត្តសាកសពហ្នឹងហ្មងបន្ទាប់មកឆ្មាហ្នឹងវាលោតម្លងសាកសពហ្នឹងអានេះជារឿងពិតឆ្មាហ្នឹងវាលោតម្លងសាកសពហ្នឹងហើយក៏ខ្យល់មកហ្មងខ្យល់មកក៏ប៉ុន្តែពេលហ្នឹងខ្ញុំមានអារម្មណ៍ខ្លាចមែនតើក៏ប៉ុន្តែអត់ហ៊ានរត់ចោលទៅណាទេក៏ខ្ញុំមើលសាកសមទៅខ្យល់រៀងមកប៉ើងអញ្ចឹងទៅចិត្តប៉ើងភួយក៏ខ្ញុំយកអីគេសកត់សិនយកដុំថ្មទៅរើដុំថ្មមកយកសកត់កុំឲ្យប៉ើងភួយក៏ខ្ញុំដោះអាកសែងនៅលើក្បាលដូចសាល់ហ្នឹងក៏យកទៅគ្របសាកមុខសាកសពដើម្បីឲ្យអានេះទាញជើងបិទក្របចិត្តសិនទៅពេលដែលខ្ញុំក្របចិត្តហើយវាមានអារម្មណ៍មួយអាហ្នឹងគិតថាអារម្មណ៍ខ្ញុំភ័យខ្លាចឬក៏បែបណាពេលហ្នឹងខ្ញុំអត់ដឹងថាបែបណាគេហៅថាខ្មោចលងបែបណាគេហៅនេះពួកឯងពេលហ្នឹងខ្ញុំអត់មានពេជំនឿឬក៏ជឿទៅលើអញ្ចឹងទេពីព្រោះអីយើងអត់ដែលជួបហើយលើកទី1ដែលខ្ញុំជាសាកសពហើយណាមួយទៀតខ្ញុំក្មេងខ្ញុំពីតូចមកអត់ដែលឃើញសាកសពមិនទេហើយខ្ញុំខ្លាចបំផុតគ្រាន់តែឡើងពីជំហានហ្នឹងក៏ខ្លាចខ្មោចដែរក៏ប៉ុន្តែតាំងពីហ្នឹងមកគឺខ្ញុំលែងខ្លាចខ្មោចខ្ញុំហ៊ានហ្មងអញ្ចឹងយើងនិយាយត្រឡប់ទៅវិញពេលដែលក្របសាកសពហើយក៏ខ្ញុំអង្គុយសូត្រធម្មតាពេលអង្គុយសូត្រធម្មតាវាមានអារម្មណ៍ថាអាងឹតសុបហ្មងស្អីក៏លែងលឺដែរដូចគេអង្គុយលើកយើងហើយធ្ងន់ទៅហាគេហៅថាសតិរបស់យើងណាកាន់តែលែងគិតអីទាំងអស់សតិរបស់យើង
វាគិតឃើញតែរឿងព្រឺព្រួយហ្នឹងទេយើងគិតថាសូត្រសក់លេងងើបមកអីហ្នឹងធ្វើមិនយើងសូត្រសក់វាមានអារម្មណ៍មកហើយវាក្រោយខ្នងយើងព្រឺត្រជាក់ហ្មងវារៀងព្រឺអញ្ចឹងដូចបងប្អូនដូចនៅសក់វាមានអារម្មណ៍ព្រឺហើយរៀងធ្ងន់ខ្លួនហ្មងដូចគេមកអោបយើងពីក្រោយអញ្ចឹងហើយពេលហ្នឹងខ្ញុំថយឆ្ងាយពីសាកសពហ្នឹងបន្តិចថយហើយក៏ខ្ញុំមើលពីឆ្ងាយទៅខ្ញុំអាឡ័យតែងតែងាកមើលអំពូលកន្លែងភ្លើងគេជីកភ្នោដើម្បីខ្លាចមានមិត្តភ័ក្តិមកអីចឹងទៅដើម្បីឲ្យមកអង្គុយជាមួយគ្នាយើងខ្លាចនៅសក់ក៏ឃើញសមោលមនុស្ស2នាក់ក៏ដើរមកសមោលមួយមានក្បាលសមោលមួយអត់ក្បាលក៏ប៉ុន្តែយើងអត់ដឹងថាសមោលនោះវាសមោលអីទេគ្រាន់តែយើងឃើញពីឆ្ងាយអត់ច្បាស់វាដើរមកកាន់តាគៀកក៏ប៉ុន្តែអត់ឃើញមនុស្សកាន់តាគៀកយូរប្រហែលជាកន្លះមកយើងគិតមើលថាពីនេះទៅវាអត់ដល់កន្លះម៉ោងទេដើរមកខំ 4-5 នាទី 2 នាទីអីអស់ហើយមនុស្សដើរមកក៏ប៉ុន្តែយើងឃើញយូរហើយប្រហែលជាកន្លះម៉ោងយើងងាកមើលហេតុអីអត់ឃើញមកដល់ទៀតទើបប្រហែលជាកន្លះម៉ោងក្រោយមកឃើញមិត្តភ័ក្តិខ្ញុំអ្នករួមថ្នាក់ជាមួយគ្នានឹងដើរមកគាត់លីឈើហ្នឹងដើម្បីមកវាស់សាកសពហ្នឹងដើម្បីយកខ្នាតហ្នឹងទៅជីកអណ្ដៅអញ្ចឹងពេលដែលគាត់ទៅវាស់ហើយគាត់ដើរវាអាមិត្តភ័ក្តិខ្ញុំមួយទៀតហ្នឹងវាងាកក្បាលមកវាអត់ញឹមវាអត់និយាយអីទេវាមើលមុខខ្ញុំស្រឡក់ហើយភ្នែកវាឡើងក្រហមវាថាមើលឲ្យស្រួលប្រយ័ត្នសាកសពរត់វាប្រាប់យើងអញ្ចឹងមើលឲ្យស្រួលប្រយ័ត្នសាកសពរត់តែពេលយើងអញ្ចឹងវាប្រឡាចអញ្ចឹងយើងមិនខ្លាចហើយវានិយាយវាអត់មានមាត់ម៉ាត់ទេពេលដែលស្អែកព្រឹកខ្ញុំក៏សួរវាថានិយាយអញ្ចឹងធ្វើអីវាថាវាអត់ដឹងអញយកនេះសាកសពហើយទៅហើយវាអត់មាននិយាយណាអានឹងជារឿងគេហៅថាខ្ញុំគិតថាពេលហ្នឹងខ្ញុំគិតថារឿងចៃដន្យឬក៏ឡងពិតយើងអត់ដឹងទេណាយើងអត់ច្បាស់ទេក៏ប៉ុន្តែអ្វីដែលយើងជួបហេតុការណ៍នឹងផ្ទាល់ពីបែបហ្នឹងមែនហើយពេលដែលយើងយកសាកសពនឹងទៅកប់ហើយនៅក្នុងមួយយប់ពេលហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងវាខូចវានាំគ្នាទៅមើល concert ទាំងអស់គ្នាពេលហ្នឹងខ្ញុំជាប់រវល់និយាយទូរស័ព្ទនិយាយជាមួយទូរស័ព្ទទៅក៏ជាប់រវល់និយាយយើងនិយាយលើពហិរហ្នឹងមិនមែនពហិរចាស់ទេណាអាពហិរថ្មីហ្នឹងហើយវាមិត្តភ័ក្តិខ្ញុំក៏ទៅអស់នៅសតតែខ្ញុំនៅម្នាក់ឯងនៅកន្លែងពហិរហ្នឹងហើយអាកន្លែងបន្ទប់ខ្ញុំគេងហ្នឹងវាឆ្ងាយពីពហិរហ្នឹងឆ្ងាយអាពហិរហ្នឹងនៅកណ្ដាលសាលានៅគៀនទាំងអស់ផ្ទះនៅភូមិអត់នៅចិត្តទេកន្លែងហ្នឹងវាលហ្មងបាទអញ្ចឹងបន្ទាប់ពីថ្ងៃបញ្ចុះសពហ្នឹងប្រហែលមួយថ្ងៃដែរបងមួយថ្ងៃទេមួយថ្ងៃក្រោយបាទមួយថ្ងៃក្រោយហ្នឹងឯងហើយខ្ញុំក៏និយាយទូរស័ព្ទបន្ទាប់មកចាប់ផ្ដើមងុយគេងពេលងុយគេងហ្នឹងក៏យកកតេលយកមកគេងហើយដឹងមិនអត់អាកតេលហ្នឹងគឺជាកតេលដែលយកទៅក្រាលឲ្យសាកសពហ្នឹងសិតតែឈាមមិត្តភ័ក្តិខ្ញុំគាត់អត់យកទៅកប់ចោលទេហើយគាត់អត់យកទៅដុតចោលទេគាត់យកទៅទុកទៅហ្នឹងហើយខ្ញុំអត់ដឹងក៏យកអាកតេលដែលមានសិតតែឈាមដែលក្រាលឲ្យសាកសពហ្នឹងដើម្បីយកមកក្រាលគេងហើយខ្ញុំអត់ដឹងមកយប់តោះភ្លឺក៏អត់ដឹងហ្មងហើយបន្ទាប់មកខ្ញុំក្រាលគេងបដាខ្ញុំនិយាយទូរស័ព្ទបដាចាប់ផ្ដើមគេងលក់អត់ដឹងខ្លួនក្របភួយអញ្ចឹងទៅក្របភួយក៏នៅសក់ឮសូរសំឡេងទឹកគេងុយទឹកពួកអីនៅពហិរខ្ញុំកន្លែងយកទឹកថ្វាយអង្គមជាមួយនឹងបន្ទប់ទឹកហើយកន្លែងគេដាក់អាសែងសាកសពហ្នឹងវាដាក់ជិតគ្នាអញ្ចឹងឯងគេហៅបន្ទូសម្រាប់លីសាកសពអញ្ចឹងដែកលីសាកសពហ្នឹងវានៅជិតគ្នាបើខាងខ្ញុំគេហៅហ្វ្រង់កាហ្នឹងឯងហ្វ្រង់កាហ្នឹងឯងនៅជិតគ្នាក៏ខ្ញុំពងគេងក៏ឮសូរសំឡេងគេងុយទឹកឈូស្រោចទឹកឈូអីចឹងទៅក៏ខ្ញុំភ្ញាក់ពីគេងមកក៏ខ្ញុំសម្រេចចិត្តថាបត់ភួយអីទុកអញ្ចឹងណា
ដើម្បីទៅយកទឹកថ្វាយបង្គំទៅថ្វាយបង្គំអីចឹងទៅពួកអីនៅក្នុងសាសនាអ៊ីស្លាមថ្វាយបង្គំមួយថ្ងៃ5 ដងចឹងពេលព្រឹកប្រហែលជាម៉ោង4អីក្រោកដែរឃើញគេអាហ្សានមានន័យថាគេនេះហ៎គេសូត្រធម៌ពេលព្រលឹមឡើងដាក់មីក្រូអាហ្នឹងពេលព្រឹកម៉ោង4គេក្រោកទៅថ្វាយបង្គំម្ដងហើយពេលថ្ងៃប្រហែលជាម៉ោង12ម្ដងពេលល្ងាចម៉ោង3នឹងម្ដងហើយជិតយប់ហ្នឹងប្រហែលជាម៉ោង6ម្ដងជាមួយនឹងម៉ោង7ម្ដងទៀតគេថ្វាយបង្គំនៅក្នុងមួយថ្ងៃគឺ5 ដងនឹងឯងអញ្ចឹងពេលដែលខ្ញុំគិតថាខ្ញុំក្រោកទៅថ្វាយបង្គំហ្នឹងពេលព្រលឹមម៉ោង4ខ្ញុំគិតថាភ្លឺហើយដោយសារតែលឺសូរសំឡេងទឹកលឺសូរសំឡេងអីអញ្ចឹងទៅក៏ចាប់ផ្ដើមបត់ភួយបត់អីហើយស្ទុះទៅបិទដង្ហាល់ពេលទៅបិទដង្ហាល់មកវិញកលែកមើលកន្លែងគេថ្វាយបង្គំខ្ញុំឃើញតាចាស់3នាក់កំពុងទៅឈរថ្វាយបង្គំពាក់អាវពណ៌សហើយពេលទៅឈរថ្វាយបង្គំពាក់អាវពណ៌សខ្ញុំគិតថាប្រហែលគេមកថ្វាយបង្គំហើយពេលដែលខ្ញុំទៅក្នុងបន្ទប់ទឹកការ៉ូយើងនឹងគឺស្ងួតឆេងទាំងដែលខ្ញុំលឺសូរទឹកឈូតែពេលទៅដល់ឃើញការ៉ូនឹងស្ងួតឆេងហ្មងអត់ឃើញមានទឹកសំបីតែមួយតំណក់ខ្ញុំក៏អត់អស់ចិត្តក៏បើកទៅបន្ទប់ទឹកបន្ទប់អីគេបន្ទប់គេបត់ជើងបើកទៅទៀតកន្លែងការ៉ូក៏អត់មានទៀតទៅមើលកន្លែងគេទឹកថ្វាយបង្គំទៀតក៏អត់មានទឹកទៀតពេលដែលខ្ញុំដើរកាត់កន្លែងគេដាក់ម៉ូតូអាចឈើសែងសាកសពហ្នឹងឃើញមនុស្សម្នាក់អង្គុយលើហ្នឹងសមោលមនុស្សម្នាក់អង្គុយលើហ្នឹងមួយផ្លែតខ្ញុំងាកទៅគឺបាត់ហ្មងបាត់ខ្ញុំមានអារម្មណ៍មួយអត់ល្អហើយចំលេងអញហើយក៏ខ្ញុំរត់ទៅមើលក្នុងវិហារទាំងដែលយើងឃើញច្បាស់ថាគេកំពុងថ្វាយបង្គំនៅហ្នឹងណាទៅដល់ស្ងាត់ជ្រាបពេលដែលខ្ញុំមើលមកទប់ម៉ោង2ម៉ោង1កន្លះជិតម៉ោង2យប់ឯងមានណារត់ទៅទាំងយប់រត់ហើយមិត្តភ័ក្ដិអត់ទាន់មកទេទៅមើល concert វាទៅដើរលេងពេលយប់ខ្ញុំរត់ទៅសាលាឃើញតែមិត្តភ័ក្ដិពី3នាក់ដេកពេលដែលដល់ម៉ោងថ្វាយបង្គំប្រហែលម៉ោង4ខ្ញុំអត់គេងវិញទេខ្លាចញ័រដៃញ័រជើងអស់ហើយខ្ញុំមកវិញទៅមើលកតេលសិតតែឈាមស្ងួតព្រោះអីកតេលនឹងគឺជាកតេលក្រាលឲ្យសាកសពហ្នឹងហើយខ្ញុំគិតថានៅឆ្ងល់ដែរហេតុអីក៏ពេលគេងទៅមានអារម្មណ៍ថាឆ្អាបទៅហើយមានអារម្មណ៍ថារៀងពេលយើងគេងទៅវាអត់ស្ងប់ទេវាមានអារម្មណ៍ថាញ៉េញ៉ៃមានអារម្មណ៍ថាដូចស្អីមកសកត់មានអារម្មណ៍ថាធ្ងន់ខ្លួនមានអារម្មណ៍ថាអញញ៉េញ៉ៃហ្មងដូចមនុស្សមកនិយាយជុំវិញខ្លួនហ្មងពេលដែលមើលពិតប្រាកដកតេហ្នឹងគឺជាកតេក្រាលឲ្យសាកសពខ្ញុំយកមកគេងតើតស្អែកព្រឹកទៅយកកតេនឹងទៅដុតចោលសារថ្មីអូយអានេះអត់ដឹងថាអារម្មណ៍ពេលហ្នឹងបងមិនទេណាតែខ្ញុំអាពេលដល់បងចែកម្លែកមកជួយនិយាយអត់ចង់ត្រូវមានអារម្មណ៍ថាខ្ញុំនៅក្នុងអាកន្លែងសកម្មភាពហ្នឹងយ៉ាដល់ពេលចឹងខ្ញុំឡើងព្រឺអស់អាលេងហ្មងមានអារម្មណ៍ថានៅពេលដែលបងនិយាយថាឃើញអីមានអារម្មណ៍ដូចខ្ញុំនៅនឹងដែរចឹងបាទវាអត់ដឹងថាអ្នកដែលកំពុងមើលហ្នឹងអារម្មណ៍ដូចខ្ញុំអត់ទេព្រោះអានេះខ្ញុំស្ដាប់ផ្ទាល់ណាបងប្អូនទាំងអស់គ្នាយើងស្ដាប់ផ្ទាល់មកគាត់នាំអារម្មណ៍យើងទៅដល់ទស្សនវិជ្ជាហ្នឹងហ្មងបាទប៉ុន្តែចង់ឲ្យបងបញ្ជាក់លំអិតឡើងងូតទឹកបន្តិចធម្មតាមុននឹងយើងថ្វាយបង្គំឬក៏ចូលពិហារហ្នឹងគេតម្រូវងូតទឹកងូតអីចឹងមែនអូខេសម្រាប់ងូតទឹកសម្រាប់ថ្វាយបង្គំវិញភិកច្រើនបើសិនថាក្រោយពីយើងងើបពីគេងមកភិកច្រើនបើសិនថានៅក្នុងសាសនាអ៊ីស្លាមវិញគេហៅថាគេចង់ឲ្យខ្លួនយើងជ្រះស្អាតអញ្ចឹងណាមុននឹងថ្វាយបង្គំយើងត្រូវលាងខ្លួនប្រាណរបស់យើងហ្មងអញ្ចឹងយើងអត់ដឹងថាខ្លួនយើងនឹងបែបណាគេពេលខ្លះយើងគេហៅថាទឹកជំនោបមានន័យថាងុយទឹកដែលពេលខ្លះអាកាសសំណល់យើងចេញមកពេលយើងគេងអត់ដឹងខ្លួនអីចឹងទៅ
ហើយពេលខ្លះគេឲ្យតម្រើងហុចទឹកហ្នឹងពេលខ្លះក្រោយពេលសំទោសណាក្រោយពេលយើងរួមភេទរួចហ្នឹងយើងមានទឹកកាមយើងមានអីចឹងទៅដើម្បីឲ្យយើងលាងសម្អាតទាំងអស់ហ្នឹងដែរហើយដូចជាប្រុសយើងក៏ដោយឬក៏ស្រីក៏ដោយពេលក្រោកមកពីគេងគេត្រូវតម្រូវឲ្យលាងសម្អាតខ្លួនទាំងអស់តែម្ដងដោយសារអីពេលខ្លះយើងជាប្រុសយើងបានគេងយល់សពទៅយើងមានទឹកកាមតិចតួចទៅព្រោះអីយើងមិនអាចជៀសផុតនឹងអាហ្នឹងទេវាជាទូទៅជារុក្ខជាតិបងមនុស្សវាតែងតែមានហើយអញ្ចឹងយើងកន្លែងហ្នឹងយើងអត់មានអីត្រូវខ្មាស់អៀនទេយើងជារឿងពិតប្រាកដមែនទេអញ្ចឹងយើងគ្រាន់តែដើម្បីលាងសម្អាតខ្លួនប្រាណរបស់យើងមុននឹងយើងចូលពហិមុននឹងយើងថ្វាយបង្គំអញ្ចឹងយើងលាងដៃលាងជើងហើយបន្ទាប់មកយើងយកទឹកថ្វាយបង្គំអីចឹងទៅដើម្បីលាងមុខលាងមាត់លាងដៃលាងជើងខ្លាចកន្លែងណាប្រឡាក់ដែលនយិះនយមមានន័យថាកន្លែងណាដែលកខ្វក់កន្លែងណាដែលអត់ស្អាតអីចឹងទៅគេឲ្យលាងសម្អាតស្អាតទាំងអស់បន្ទាប់មកលាងទឹកអប់ឲ្យក្អូបបន្ទាប់មកយើងទៅថ្វាយបង្គំអញ្ចឹងវាអត់ខុសជាមួយនឹងមុននឹងយើងទៅជួបអុកញ៉ាឯកឧត្តមឬមនុស្សសំខាន់ណាម្នាក់យើងត្រូវរៀបចំខ្លួនឲ្យបានល្អមែនទេយើងត្រូវរៀបចំខ្លួនឲ្យបានស្អាតចុះយើងទៅជួបជាមួយព្រះយើងទៅថ្វាយបង្គំយកក្បាលរបស់យើងហ្នឹងទៅដាក់នឹងឥដ្ឋកន្លែងយើងថ្វាយបង្គំហ្នឹងអញ្ចឹងយើងទៅជួបព្រះរបស់យើងអល់ឡោះរបស់យើងទៅថ្វាយបង្គំយើងទៅសូត្រធម៌របស់ព្រះយើងត្រូវតែចង់ស្អាតខ្លួនដើម្បីទៅរៀបចំខ្លួនដើម្បីទៅជួបព្រះរបស់យើងនឹងឯងអាហ្នឹងជាគោលជំនឿជាមួយនឹងសាសនាមានន័យថាមុននឹងចូលទៅគឺត្រូវឲ្យស្អាតហ្នឹងហើយអញ្ចឹងបានខ្ញុំនិយាយពាក្យថាលឺសូរទឹកលឺសូរអីចឹងសាសនាអ៊ីស្លាមមុននឹងចូលពហិគេលាងដៃលាងជើងគេលាងមុខអាហ្នឹងវាមានរបៀបរបបលាងរបស់វាអញ្ចឹងឯងអញ្ចឹងរាល់វិហារទាំងអស់គឺតែងតែមានកន្លែងងូតទឹកតែងតែមានកន្លែងយកទឹកថ្វាយបង្គំយកអីចឹងទៅអ្នកទាំងអស់គ្នាដែលកំពុងតែទស្សនាយល់ឃើញមិនដែរសាច់រឿងទី1នេះយើងបញ្ចប់ត្រឹមហ្នឹងឬក៏មានឃើញអីតទៀតពាក់ព័ន្ធមួយបងស្រីហ្នឹងអូខេសម្រាប់ជាមួយបងស្រីហ្នឹងវាមានច្រើនទៀតដែរក៏ប៉ុន្តែបើសិនយើងលើកដែរវាខ្លាចជាមួយរៀងសាំអញ្ចឹងយើងបញ្ចប់ត្រឹមហ្នឹងតែបាទសាច់រឿងទី1ក៏ដូចជាការចែកម្លែករបស់បង model តបងផ្ញើជូនអ្នកទាំងអស់គ្នាហើយចំពោះការយល់ឃើញយ៉ាងណាសូមជួយ comment ឲ្យយើងដឹងផងហើយបើពេញចិត្តនៅការចែកម្លែករបស់បង model ចាំជួយឲ្យបេះដូងពណ៌អីក៏បានដែរមិនថាពណ៌ក្រហមពណ៌អីពណ៌សពណ៌អីក៏បានដែរសំខាន់សូមបេះដូងម្នាក់មួយការចែករំលែករបស់បងហ្នឹងគឺជាប្រយោជន៍ទូទៅមិនថាសាសនាខាងបងឬក៏សាសនាខាងពុទ្ធសាសនាទេវាជាប្រយោជន៍ទូទៅហ្មងព្រោះបងដែលគាត់ចែកម្លែកមកហ្នឹងគឺរួមទាំងអស់ហ្មងក្នុងនោះក៏មានការអប់រំផ្នែកអបិយជំនឿដូចគ្នាមានន័យថាបងគាត់ចែកម្លែកផងគាត់ប្រាប់ពីដើមហេតុថាវាមកពីអីបណ្ដាលមកពីអីបានវាមានអាហ្នឹងអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់បានស្ដាប់គឺប្រកាសជាអត់ទាន់យល់ថានឹងជាអីទេប៉ុន្តែអ្នកដែលបានស្ដាប់ហើយគឺប្រកាសជាភ្លឺភ្នែកហ្មងអញ្ចឹងជួយចែកម្លែកទៅឲ្យបងប្អូនឬក៏មិត្តភ័ក្តិឲ្យគាត់បានយល់ដូចយើងដែរហើយបើសិនជាមានការខ្វះខាតឬក៏បងគាត់ចែកម្លែកទៅនៅចន្លោះកន្លែងណាមួយសូមជួយប្រាប់នៅក្នុង comment ដើម្បីឲ្យបងបានឃើញផងហើយដូចបងគាត់បញ្ជាក់អញ្ចឹងការចែកម្លែកពាក់ព័ន្ធមួយវិញ្ញាណខ្មៅហ្នឹងគឺអត់មានចប់តែនឹងទេគឺនៅវែងឆ្ងាយទៀតបើសិនជាចង់តាមដានកុំភ្លេចជួយ comment ក៏ដូចជាឲ្យបេះដូងឲ្យបានច្រើនមកអាហ្នឹងយើងនឹងឃើញទាំងអស់គ្នាមានន័យថាខ្ញុំចង់ដឹងថាតើការចែកម្លែករបស់បងទៅដល់អ្នកទាំងអស់គ្នាអត់អ្នកទាំងអស់គ្នាយល់អត់ឆ្ងល់កន្លែងណាអត់មានន័យថាយើងចង់ទំនាក់ទំនងគ្នាជាមួយនឹងអ្នកមើលដែរពេលខ្លះបងគាត់ចែកម្លែកតែខ្ញុំអ្នកស្ដាប់នៅនេះក៏ខ្ញុំយល់ប៉ុន្តែអ្នកដែលគាត់ស្ដាប់វីដេអូទៅគេលោថាអូននៅមានបន្ទិលត្រង់ណាអញ្ចឹងណាអញ្ចឹងចាំជួយ comment មកដើម្បីយើងចែកម្លែកគ្នាទៅវិញទៅមកបាទអញ្ចឹងសម្រាប់សាច់រឿងទី1យើងចប់ប៉ុណ្នេះហើយក៏សូមនៅក្នុងអេពីសូតនេះសូមបងមួយរឿងទៀតចុះអាចខ្លីក៏បានរឿងវែងក៏បានដែរបងព្រោះយើងនៅមានពេលវេលាមួយចំនួនដែរអូខេឥឡូវយើងបានចែករំលែកជាមួយនឹងអ្វីចំណេះដឹងវិញ្ញាណខ្មៅ
ដើម្បីកុំឲ្យគ្រប់គ្រងអារម្មណ៍ឬក៏សតិរបស់យើងបានអីចឹងណា បាទ ហើយជាពិសេសសម្រាប់សារមួយនេះជូនទៅចំពោះបងឬក៏បងប្អូនតែងតែបាក់ទឹកចិត្តអញ្ចឹងសូមកុំឲ្យវិញ្ញាណខ្មៅឬក៏របស់ណាដែលអត់ល្អនៅក្នុងខ្លួនហ្នឹងវាអាចគ្រប់គ្រងសតិអារម្មណ៍របស់យើងធ្វើខ្លួនឬក៏ធ្វើអីមួយដែលហួសព្រំដែនធ្វើអីមួយដែលអត់ដឹងខ្លួនអីចឹងទៅអញ្ចឹងសារមួយនេះចង់ឲ្យបងឬក៏បងប្អូនដែលនៅក្នុងបណ្ដាញសង្គមឬក៏គ្នាយើងទាំងអស់គ្នាដើម្បីគេហៅថាប្រយ័ត្នខ្លួនឲ្យបានខ្ពស់ជាងមុនហើយនឹងមើលថែសុខភាពខ្លួនឯងឲ្យបានខ្ពស់ជាងមុននេះសម្រាប់ខ្ញុំចែករំលែកបែបវិទ្យាសាស្ត្រជាមួយនឹងវិញ្ញាណខ្មៅការគ្រប់គ្រងអារម្មណ៍ហើយសម្រាប់ទី2សម្រាប់បងប្អូនទាំងអស់គ្នាបានស្ដាប់រឿងរ៉ាវដែលខ្ញុំជួបជាមួយនឹងហេតុការណ៍ដែលរន្ធត់ដែលដូចបងប្អូនទាំងអស់គ្នាបានស្ដាប់ពីដើមរហូតដល់ចប់ជាមួយនឹងសាកសពបងស្រីជាដំបូងក៏ខ្ញុំសូមទោសទៅចំពោះក្រុមគ្រួសារសពឬក៏អ្នកដែលនៅទីនោះប្រសិនបើប្អូននិយាយទៅប៉ះពាល់អារម្មណ៍ឬក៏បែបណានេះគ្រាន់តែជាការចែករំលែកតែប៉ុណ្ណោះហើយមួយទៀតក៏ខ្ញុំអត់បានទៅបញ្ជាក់ថាសពមួយណាឈ្មោះអីទីតាំងនៅកន្លែងណាគឺអត់ទេអញ្ចឹងសូមយោគយល់ទាំងអស់គ្នាចំណុចមួយនេះហើយមួយទៀតក៏រឿងអបិយជំនឿជឿឬក៏មិនជឿនេះសម្រាប់បងប្អូនជួយវិនិច្ឆ័យទាំងអស់គ្នាមើលព្រោះអីយើងទាំងអស់គ្នាតែងតែជួបបញ្ហាមុនហើយនឹងក្រោយយើងតែងតែជួបទាំងអស់គ្នាដូច្នេះប្រសិនបើជឿក៏ជួយចែករំលែកនៃវីដេអូមួយនេះអ្វីដែលបងប្អូនបានជួបតែប៉ុណ្ណោះតែសិនបើអត់ជឿក៏សូមមានការអភ័យទោសនិងអត់ឱនឲ្យគ្នាទៅវិញទៅមកផងដែរកុំឲ្យមានការជ្រួសប្រកែកឬក៏ប្រើពាក្យសម្ដីណាមួយដែលអត់សមរម្យទៅគ្នាទៅវិញទៅមកเนาะហើយទី3នេះខ្ញុំក៏ចង់ចែករំលែករឿងផ្សេងទៀតច្រើនក៏ប៉ុន្តែដោយសារតែខ្ញុំជួយចិត្តនិយាយអីមួយគឺគេហៅថាភាពច្បាស់លាស់អញ្ចឹងខ្ញុំចង់ចែករំលែកបែបលក្ខណៈកាត់អីបានមានគេហៅថាខ្មោចមានបិសាចហើយនឹងមានគ្រូចាប់ខ្មោចមានមន្តអាគមមានអីទាំងអស់មានអំពើអាបធ្មប់ទាំងអស់ហ្នឹងតើមានមូលហេតុអីដូច្នេះខ្ញុំនឹងទៅបើកកុំពីឬក៏ទៅបើកសិភៅមើលម្ដងទៀតហើយខ្ញុំនឹងបញ្ជាក់វីដេអូនឹងបន្ទាប់អត់អីទេយើងនឹងជួបគ្នាម្ដងទៀតពិសេសមែនតើអ្នកទាំងអស់គ្នាមានន័យថាបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់ពាក់ព័ន្ធជាមួយនឹងខ្មោចមួយនឹងមន្តអាគមឬមួយក៏ពាក់ព័ន្ធជាមួយនឹងអំពើអាបធ្មប់អញ្ចឹងអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនេះព្រោះបងនៅពេលដែលយើងផុសវីដេអូទៅបងក៏គាត់បានមើល comment ដែរអញ្ចឹងមានន័យថាអ្នកទាំងអស់គ្នាឆ្ងល់អីយើងអាចសួរនិងចង់ដឹងអីយើងអាចសួរនៅក្នុងវីដេអូនេះផ្ទាល់តែម្ដងគឺពិសេសមែនតើហើយដូចបងបញ្ជាក់អញ្ចឹងមុននឹងគាត់ចែកម្លែកធម្មតាយើងរៀនហើយប៉ុន្តែអាចនឹងមានភ្លេចភ្លាំងបាទគាត់នឹងបើកកំពីសាររើម្ដងទៀតដើម្បីយកមកចែករំលែកជូនអ្នកទាំងអស់គ្នាហើយពិសេសមែនតើកម្រមានអ្នកចែករំលែកពឹសស្ដាហើយនឹងលំអិតខ្លាំងមែនតើយើងអត់អាចនិយាយបានថាមិនមានអ្នកធ្លាប់ចែករំលែកឯគីឡូថាយើងអត់បានឃើញមានន័យថាយើងអត់បានមើលប៉ះវីដេអូរបស់គាត់អីចឹងទៅប៉ុន្តែអ្នកចែករំលែកដែលខ្ញុំធ្លាប់បានមើលពីមុនមិនទាន់ពឹសស្ដាមថាលំអិតមានចំណុចទុចដើម្បីឲ្យយើងយល់ច្បាស់ចឹងទេអញ្ចឹងនេះគឺជាវីដេអូសំខាន់ណាស់អ្នកទាំងអស់គ្នាបើសិនជាគិតថាមានប្រយោជន៍ជួយចែករំលែកផងខ្ញុំមិនមែនចង់បាន view like share ដូច content ទូទៅទេប៉ុន្តែខ្ញុំចង់ឲ្យវីដេអូនេះរុញទៅដល់មនុស្សដែលគាត់កំពុងតែត្រូវការមើលវីដេអូនេះមានន័យថាកំពុងតែជួបវិបត្តិអីមួយគិតមិនចេញឬក៏មិនគាត់បានមើលវីដេអូនេះគាត់នឹងជ្រះស្រឡះចំពោះវីដេអូនេះផ្ទាល់យើងមិនមែនជាការរៀបចំ script ឬក៏រៀបរៀងអីទេគឺបងគាត់ចែកម្លែកពីចំណេះដឹងដែលគាត់បានសិក្សាស្រាវជ្រាវពាក់ព័ន្ធជាមួយនឹងវិទ្យាសាស្ត្របូករួមជាមួយនឹងសាសនាបាទហើយអញ្ចឹងរឿងអបិយជំនឿខ្ញុំតែងតែលើកនៅក្នុងរាល់អេពីសូតទាំងអស់ថា
ស្ដាប់ដោយការពិចារណាហើយស្ដាប់ទុកជាការកំសាន្តប៉ុន្តែនៅក្នុងវគ្គនេះខ្ញុំសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាជឿហ្មងព្រោះដោយសារយើងនិយាយនេះមិនមែនផ្ដោតសំខាន់ទៅលើអបិយជំនឿពេកទេគឺមានន័យថាវិទ្យាសាស្ត្រក៏គេលើកឡើងអញ្ចឹងដែរអញ្ចឹងគឺវីដេអូដូចជាសារអប់រំបងចែកម្លែកលើកទី1គឺខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើតាមហ្មងមានន័យថាអូយើងគិតល្អពេលដែលយើងមានកំហឹងអីមួយប្រកាសណាស់គឺវិញ្ញាណខ្មៅអ្នកចាក់យើងហើយអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនជឿទៅលើរឿងហ្នឹងហ្មងយើងព្យាយាមសម្រួលអារម្មណ៍មកវិញយើងព្យាយាមគិតអីល្អដើម្បីឲ្យវិញ្ញាណរបស់យើងដែលជាវិញ្ញាណបរិសុទ្ធនេះវាមានអានុភាពដើម្បីកំចាត់វិញ្ញាណខ្មៅហ្នឹងរៀងរាល់សប្តាហ៍គឺខ្ញុំតែងតែរំលឹកបងប្អូនទាំងអស់គ្នាថាជឿដោយការពិចារណាកុំឲ្យងប់ងល់ពេកប៉ុន្តែបើក្នុងសប្តាហ៍នេះដូចខ្ញុំបញ្ជាក់ខាងដើមថាបងមូដឺគឺជា special guest សម្រាប់កម្មវិធីយើងហើយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាគឺជឿទៅលើរឿងហ្នឹងហ្មងរឿងថាព្យាយាមគិតល្អដើម្បីកុំឲ្យវិញ្ញាណខ្មៅក៏ដូចជាអាធម្មពលដែលមិនល្អហ្នឹងវាចូលមកគ្រប់គ្រងខ្លួនប្រាណរបស់យើងបានអញ្ចឹងនៅក្នុងអេពីសូតនេះគឺពិសេសហើយទទួលបានចំណេះដឹងច្រើនមិនថាអ្នកទាំងអស់គ្នាមិនថាខ្ញុំទេគឺស្ដាប់ហើយមានអារម្មណ៍ថាជ្រះថ្លាបើសិនជានៅក្នុងសាសនាព្រះពុទ្ធដូចបានស្ដាប់ដំបូលមានព្រះអញ្ចឹងណាប៉ុន្តែនេះគឺជាកម្មវិធីចែកម្លែកបទពិសោធន៍ព្រឺព្រួចមែនប៉ុន្តែយើងបានស្ដាប់ហើយវាយល់ច្បាស់បាទអញ្ចឹងសូមឲ្យបងចូលសាច់រឿងទី3ហ្មងណាខ្ញុំនិយាយយ៉ាងជ្រុលយ៉ាងច្រើនប៉ុន្តែមែនខ្ញុំនិយាយចេញពីចិត្តហ្មងព្រោះថាយើងបានជួបបងហើយបានចែកម្លែកទៅកាន់បងប្អូនហើយខ្ញុំបានយល់ខ្លួនឯងដែរបាទអរគុណមែនតើបងអូខេប្រិយមិត្តទាំងអស់គ្នាឬក៏បងប្អូនទាំងអស់គ្នាដែលទស្សនានៅក្នុងកម្មវិធីមួយនេះសូមយកបេះដូងយកអារម្មណ៍ដាក់ទាំងអស់គ្នាហើយអ្វីដែលពួកយើងទាំងអស់គ្នាចែករំលែកនេះមិនគិតថាវាល្អណាស់ណាទេក៏ប៉ុន្តែសង្ឃឹមថាវាទទួលបានល្អនិងផលល្អសម្រាប់បងប្អូនទាំងអស់គ្នាដែរ